ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនថ្ងៃនេះគឺតែងត្រីមួយក្បាលបងប្អូនអស់គ្នាជិត1គីឡូបងប្អូនត្រីឆ្ពិនយើងហ្នឹងយកមកអត់នឹកឃើញចង់ស្ងោរជ្រក់បងប្អូនអស់គ្នាហើយគ្រឿងផ្សំវាមានដូចជាជីជាណាលឹកខ្ទឹមហើយមាននេះខ្ទឹមសខ្ទឹមអីក្រូចឆ្មាអីបងប្អូនអស់គ្នាទៅងាយហើយឆាប់បានញ៉ាំបងប្អូនអស់គ្នាដោយសារតែវាជ្រែពេលដែរហើយអញ្ចឹងមកខ្ញុំទិញត្រីមកស្ងោរជ្រក់ទៅបងប្អូនហើយនេះយើងមុននឹងយើងស្ងោរយើងត្រូវលះស្កាលះអីវាឲ្យកាត់កង់វាបងប្អូនទាំងអស់គ្នានេះខ្ញុំកាត់កង់វាហើយកន់វាបងប្អូនដើម្បីឲ្យវាទឹកឆ្អឹងវាអញ្ចឹងដល់មកយើងទៅធ្វើការដាំទឹកទុកសិនបងប្អូនដាំទឹកទុកយើងដាំគល់លកេទុកបងវានៅពេលទឹកពុះបងប្អូនទាំងអស់គ្នាស្ងោរត្រីគឺវាងាយលឿនហើយឆាប់បានហូបបងប្អូនទាំងអស់គ្នាហើយបងប្អូនយើងចាប់ដាំកន់វាកាត់កង់វាទៅហើយត្រីសិតពងបងប្អូនត្រីទលេយើងណាមិនត្រីចិញ្ចឹមឯងបងប្អូនត្រីអ៊ីខ្ញុំគាត់យកមកពីដៃទលេនេះបងប្អូនឃើញអត់នេះអូតំណងមែនតើហ្មងយើងកន់វាទុកខាងបងប្អូនជីយើងលាងទឹកវាស្អាតបន្តមកដល់ពេលដែលយើងទឹកពុះយើងបង់គល់ក្រីបងប្អូនបង់គល់ក្រីហើយយើងបង់វាពុះមកសាទៀតយើងដាក់ត្រីចូលកុំឲ្យវាឆ្អាបបងប្អូនទាំងអស់គ្នាដាក់ត្រីចូលយើងដាក់ត្រីចូលបងប្អូនយើងមើលយើងកូរវាបងប្អូនមើលតែត្រីឆ្អិនមកហើយយើងហាន់ក្រូចឆ្មាច្បាច់អីដាក់ជីដាក់អីទៅបងប្អូនអំបិលស្ករប៊ីចេងដាក់តាមចំណង់ចិត្តបងប្អូនដល់គ្នានេះពុះបងប្អូនខ្ញុំរោយជីរោយអីច្បាច់ក្រូចឆ្មាបងប្អូនដាក់ក្រូចឆ្មា 4-5 ឆ្នាំទៅបងប្អូនដាក់ឲ្យភ្លក់វាសិនណាឬរសជាតិដែលយើងតាមចង់បានចឹងបងប្អូនទាំងអស់គ្នាអត់មានម្ទេសដាក់ហឹលទឹកត្រីយើងអូយបងប្អូនឲ្យតំណងមែនតើបងប្អូនអាចសាកល្បងធ្វើតាមវិធីនេះបានអរគុណច្រើនសម្រាប់ការទស្សនាវីដេអូបងប្អូនជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាសុខភាពល្អសំណាងល្អបងប្អូនកុំភ្លេចជួយ Subscribe ជួយ Follow Page ខ្ញុំម្នាក់មួយផងណាអរគុណច្រើនជំរាបលា